កម្រងអវកាសរបស់កម្ពុជាមិនមែនកម្រងអវកាសទេគ្រាន់តែផែនការបង្ហោះផ្កាយរណបកុំប្រើពាក្យធំពេកអវកាសកណ្ដួយអីមុជតែទឹកទលេឲ្យដល់បាតទលេហើយនៅនឹងបានយូរនៅមិនបានផងទៅអវកាសកណ្ដួយអីកុំប្រើពាក្យធំពេកអាស្រុកជោនេះចាញ់មកធំផ្កាយរណបអត់ចេះផលិតខ្លួនឯងទេស្ថានីយ៍អត់មានទេវិស្វករខាង Aerospace អត់ទាន់មានទេហាមាត់ឡើងសិតតែផ្កាយរណបសិតតែអវកាសវិទ្យាចេញមកអាស្រុកជោនេះជោមិនសំណំជំរឿនព័ត៌មានស្ដីពីវិស្វករអវកាសវិទ្យាអត់ទាំងមានផងកុំមកឯងអីណាអីគម្រោងអវកាសផែនការបង្ហោះផ្កាយរណបលើកដំបូងផ្កាយរណបប៉ិនកពួនដៃក៏ផ្កាយរណបដែរផ្កាយរណបប៉ិនពងក្តរក៏ផ្កាយរណបដែរផ្កាយរណបលើតូចផ្កាយរណបប៉ិនតពកឆ្កែក៏ផ្កាយរណបដែរអញ្ចឹងបើបង្ហោះផ្កាយរណបមួយប៉ិនតពកឆ្កែឡើងទៅលើណាហ្នឹងគេហៅអីកម្មវិធីនៃប្រជាជាតិណាចក្រកម្ពុជាកម្មវិធីអភិវឌ្ឍអវកាសប្រជាជាតិណាចក្រកម្ពុជាអញ្ចឹងដែរមិនចេះខ្មាស់គេមិនចេះខ្មាស់គេអញលឺសោកក្តៅហ្មងក្តៅមិនបានក្តៅត្រង់ថាចុយម៉ាយមិនដែលមានអាសក់ណាដែលមិនចេះខ្មាស់គេប្រើពាក្យប៉ុណ្ណាណៃតិចទៀតយកពងកដោមួយប៉ុនក៏ដៃបង្ហោះឡើងទៅលើទិញចិនទៀតបង្ហោះហើយបង្ហោះខ្លួនឯងបានទៀតឲ្យចិនបង្ហោះឲ្យយើងបានជោគជ័យនៅក្នុងផែនការអវកាសនៃប្រជាណាចក្រកម្ពុជាណាខ្ពើមណាកុំឈប់ទៅលោកអើយលោកខ្មាស់គេឈប់ប្រើពាក្យធំទៅជីកព្រែកមួយកងែកកងក់ដូចមុខរណាអភិវឌ្ឍព្រែកជីកហ្វូណនដេជោវាប្រើពាក្យធំពេកប្រើពាក្យនោះឲ្យគម្រោងអវកាសអីអូយវេទនាណាមិនមែនថាឲ្យចៅឯងទេណាមិនមែនថាឲ្យកូនណាមី Honda ឯងទេមិនមែនថាឲ្យមួយឯងទេប៉ុន្តែប្រើពាក្យធំណាចៃម៉ែមិនតាន់ទាំងសំបីតែផ្កាយអណបនោះអត់ចេះផលិតណាហើយមិនដឹងផ្កាយអណបនោះប្រប៉ិនតពកឆ្កែទេអត់ដឹងថាវាប្រប៉ិនតពកឆ្កែហើយនៅទេណាឬក៏ប្រប៉ិនក្តរកំប្រុសទេអត់ទាន់ដឹងផងបងប្អូនណាផ្កាយអណបឥឡូវប្រហែលជាមួយចង្អាម4ជ្រុងក៏មានដែរណាអូខេផ្កាយអណបឥឡូវតែមួយចង្អាម4ជ្រុងក៏គេធ្វើបានដែរគេបង្ហោះបន្តិចទៀតអា Starlink ហ្នឹងវាបង្ហោះតែផ្កាយអណបតូចទេហើយផ្កាយអណបហ្នឹងវាមានច្រើនយ៉ាងមានអាខ្លះវា low orbit មានអាខ្លះ medium orbit មានអាខ្លះទៀតវា high orbit វា orbit ខុសគ្នាហើយផ្កាយអណបហ្នឹងទៀតវាមានមុខងាររបស់វាផ្កាយអណបខាងធាតុអាកាសធាតុខាងធរណីមេត្តាសាស្ត្រធរណីសាស្ត្រខាងឧតុនិយមវិទ្យាអីមិនទាន់ទាំងដឹងងងអីផងមកឯងប្រើពាក្យប៉ុណ្ណាណៃថ្ងៃមួយណាគ្រាន់តែធ្វើចង្វាអុំទូកហ្នឹងក៏ត្រូវហៅថាឧស្សាហកម្មដែរព្រះរាជាណាចក្រកម្ពុជាធ្វើការសម្ពោធឧស្សាហកម្មផលិតច្រវាអុំទូកបន្តិចទៀតឧស្សាហកម្មណាបន្តិចទៀតផលិតណាសម្ដេចនាយករដ្ឋមន្ត្រីអញ្ជើញទៅសម្ពោធឧស្សាហកម្មទំនើបរបស់កម្ពុជាផលិតឈើចាក់ធ្មេញចេះទៅហើយអត់ចេះខ្មាស់គេទេអីប្រើពាក្យតូចបានទេពាក្យកគោកណាពាក្យកគោកតែវាសាមញ្ញធម្មតាអត់ប្រើទេប្រើសិតតែពាក្យម៉ែពាក្យឪពាក្យដល់សោហើយខ្មែរមានសម្ផស្សពាក្យខុសៗគ្នាប្រើតែល្មមបានហើយលោកអើយដោយអាមុំសំណងដូរវាដាក់ស្រីស្នេហ៍វាមកលេងអាមេរិកវាឡើងរថយន្តស៊ីសេរីខ្ញុំមកទស្សនកិច្ចនៅសហរដ្ឋអាមេរិកទស្សនកិច្ចយកស្រីស្នេហ៍ដើរលេងអាមេរិកសោះណាទស្សនកិច្ចបានខ្ញុំនិយាយជាមួយបងលីទៀតខ្ញុំថាតដូរមកយកស្រីស្នេហ៍មកដើរលេងអាមេរិកទស្សនកិច្ចឯឆ្កាច់អីហើយគេឡើងអាស៊ីសេរីខ្ញុំមកទស្សនកិច្ចស្អី
ពាក្យវាធំពេកបន្តិចទៀតណាខ្ញុំទៅលេងកូនស្រីខ្ញុំណាបងប្អូនណាម្សិលមិញដែលអត់ឃើញខ្ញុំធ្វើ show ខ្ញុំបំពេញទស្សនកិច្ចនៅផ្ទះកូនស្រីខ្ញុំដាក់ទៅប្រុសដែរទស្សនកិច្ចខ្ញុំបំពេញទស្សនកិច្ចខ្ញុំបំពេញទស្សនកិច្ចនៅផ្ទះកូនស្រីខ្ញុំតាមពិតណាបើកាត់មកផ្ទះកូនស្រីវាឈឺជួអាចអញ្ចឹងក៏ទៅគោះទ្វារកូនវាបើកថាកូនប៉ាសុំប្រើប្រគុណជឿជួអាចហើយមកនិយាយប្រាប់គេខ្ញុំជេមសុកតែឃើញខ្ញុំដាច់ show ហ្នឹងខ្ញុំមកឡៃធ្វើទស្សនកិច្ចនៅផ្ទះកូនស្រីខ្ញុំប្រាប់តាមួយស្រួលតាធ្វើអីឆាប់ម៉េចទៅចូលជួអាចខ្មែរគេហៅទស្សនកិច្ចដែរតាតែគោះទ្វារផ្ទះកូនស្រីវាបើកសុំចូលប្រើប្រគុណចៃម៉ែអាណាដែលមានប្រើពាក្យអីក៏ធំណាខ្ញុំទៅធ្វើទស្សនកិច្ចតាមពិតទៅឈឺជួអាចមកផ្លែតណា5មនុស្សហ្នឹងអានឹងហើយគេហៅថាវាចូលហួសចូលរហូតដល់ក្មេងឆ្ងល់វាមកប្រាប់ឯងវាថាតាខ្ញុំលឺសូតានិយាយថាញ៉ាំខ្ញុំចង់សើចវាឈួតមែនតើដល់ឈួតខ្លាំងមែនតើណាឯងនិយាយថាតារវល់ញ៉ាំបាយគាត់និយាយថាតាញ៉ាំបាយចៅវាសើចវាថាវាមិនដែលឃើញវាមិនដែលលឺសូអាណាតាញ៉ាំបាយណែវាតល់តែក្មេងវាមកសួរតាស៊ីបាយអត់អាហ្នឹងក្មេងវាថា sound good ស្ដាប់ទៅលយមកអាហ្នឹងចាណាចូលនេះចូលដូចគ្មានថ្ងៃជេរទេដាក់ថ្នាំមិនត្រូវទេបងចាំថា no hospital treatment excuse me ហ្នឹងហើយទស្សនកិច្ចផ្លូវរដ្ឋគ្រាន់តែមើលចៅណាម្សិលមិញខ្ញុំជាមួយយាយធ្វើទស្សនកិច្ចអីតែមើលចៅធ្វើទស្សនកិច្ចដែរបងច័ន្ទថោខ្ញុំនឹកឃើញកុនសែនុណាសែនុថតកុនសែនុគាត់មិនសរសេរប៉ារ៉ូលកុនសែនុបាក់មើលជាងគេឬសំឡេងភាសាកុនសែនុអោលោកជំទាវជាទីស្រឡាញ់និងគោរពដំណើរមកដល់ប្រទេសខ្ញុំជាកិត្តិយសដ៏ឧត្តមឧត្តមដែលប្រជាជាតិខ្ញុំបានទទួលលោកស្រីណាបានទទួលអាកុនដែលថតជាមួយនាងមនិចមិនដឹងជាអាចអីទេអាស័យអនុនឹងវានិយាយខ្មែរស្អីវាបបាក់ម្លេះពួកបរទេសដែលចេះខ្មែរពេលវាទៅរោងកុនជាតិណាវាថាស័យអនុនិយាយភាសានៅក្នុងកុនស័យអនុមិនមែនជាភាសារបស់ប្រជាជនទេអីណាខ្ញុំមានសេចក្តីរំភើបពេញអោរាក្នុងចិត្តសប្បាយឥតឧបមាបានទទួលលោកជំទាវស្អីអូយវេទនាកុនសែនុនឹងគឺវេទនាកុនសែនុនឹងវេទនាមែនតើហើយពីដើមមកបោកខ្មែរកូនចៅឲ្យធ្វើកុនថតកុនថតអីនឹងដើម្បីប្រទេសជាតិយើងដើម្បីប្រពៃណីនិងអរិយធម៌ដ៏ល្អបវរនៃព្រះរាជាណាចក្រកម្ពុជាយើងកូនចៅអត់មានទេយកលុយឯងទៅថតកុនតលតែអាលុំស្រុកគ្រាន់តែយ៉ាវហេមួយហ្នឹងណាយ៉ាវហេតូចមួយហ្នឹងណាចម្លាយលុយជាតិទៅថតកុនប៉ុន្តែកាលនោះយើងមិនមានអីពិបាកបងប្អូនណាខ្ញុំស្រឡាញ់ប៉ុនខ្ញុំបន្តិចខ្ញុំហៅកូនហៅចៅមកខ្ញុំទៅថើប៉ុនខ្ញុំឲ្យកូនចៅឃើញអញ្ចឹងសែនុនេះអត់កេខ្មាស់ប្រពន្ធខ្លួនឯងនាងមនិចយកប្រពន្ធខ្លួនឯងទៅថតចែចង់អីណាគេដឹងថានឹងប្រពន្ធហើយនៅតែថតប្រកាច់យកអីថតតាដែលអាណាមិនដឹងនាងមនិចប្រពន្ធសៃអនុតាំងឆ្នាំ52ដឹងជាឯងស្អីទេស្រីមេម៉ាយមកពីឥណ្ឌាអីណាស្អីណាអញធុញនេះធុញហើយបើមិនចឹងទេអីណាមេតបជប៉ុនសាក់3អីទៅស្រឡាញ់ស្រីកាតូលិកនៅបូកូអីអញវេទនាអញណាអើយវេទនាណាវេទនាមែនតើអាដែលមកប្រទេសកម្ពុជាអាណាមិនដឹងពីអ្នកនៅប្តីប្រពន្ធនឹងគ្នា
អស់លុយរហូតដល់កលាប់ស្រុកអាលុំចាយដល់ខ្ទេចចាយដល់តាខ្ទេចចាយដល់តាខ្ទេចហើយកុនពេលចាប់ថតជាមួយឆ្កែធ្វើកចេះសេនោះគាត់ធ្វើកចេះគាត់ឲ្យគេថតពីក្រោយថ្ងៃលិចនៅកែគាត់ធ្វើកគាត់កងៀងចឹងអាឆ្កែក៏ត្រង់តានចប់កុននឹងឈ្មោះអីសន្តិយាប្រកាសប្រែមកថាម៉េចថ្ងៃលិចប្រចាំងអាកុននឹងឲ្យស្រុកអាលុំប្រចាំងអាសន្តិយាប្រកាសនឹងឲ្យស្រុកអាលាយបដោយគឺក៏កងែជាមួយអាឆ្កែពីរនោះណាថតនឹងឆ្នេរកែបទៅមើលអាកុននឹងចាញ់មកឲ្យស្រុកអាលុំបដោយស្រុកអាលុំបដោយដឹងជាស្អីណាមិនដឹងជាស្អីសន្តិយាប្រកាសមានន័យថាម៉េចថ្ងៃលិចមែនអាកុននឹងចាញ់មកស្អីបារាំងគេហៅស្អីបងច័ន្ទថលខ្ញុំវាមិនចេះបារាំងអីខ្យល់អ្វីគេនោះបងច័ន្ទថលជួយទៅសេបន្តិចមើលអាកុនសេអនុវាចកកថតជាមួយឆ្កែពេលចាប់ទៅឈោវាចកកហើយមានឆ្កែនោះអាថតជាមួយនាងមនិចស្រីមេម៉ាយមកពីឥណ្ឌានេះស្អីគេដែរស្អីខ្យល់គេនោះមើលវាងបានទិញអាហ្នឹងគេហៅស្អីអាហ្នឹងខ្មែរគេថាសន្តិយាប្រកាសសន្តិយាប្រកាសគឺថ្ងៃចិត្តលិចមានអីហើយទៅលិចមែនលិចបាត់អាលាយស្រុកខ្មែរណាហ្នឹងហើយសិនចឹងណាហ្នឹងគឺអញ្ចឹងសត្វតែអញ្ចឹងហើយយើងគិតមើលដូចញឹកច្រឡំអីម៉ែអើយម៉ែមុខដូចគល់រាំងមុខដូចគល់រាំងហើយមានដតីទៀតមន្ត្រីនេះយកមកថតមុខដូចគល់រាំងអញ្ចឹងមិនដឹងជាថតស្អីទេដូចជាស្រុកខ្មែរនឹងអត់មានការធ្វើទេបានយកពួកអាមន្ត្រីអត់នឹងមកថតអស់ហើយញឹកច្រឡំមុខដូចគល់រាំងដឹងជាស្អីទេហើយមានស្ដាច់រាជវង្សប្រមាណក្បាលទៀតនោះមុខដូចមនុស្សឡើងឆ្នោតប៉ុន្តែគេរាជវង្សណាឃើញថតនៅក្នុងកុននឹងដែរចេះតែថតដែរហើយតួកុននោះប្រមូលទៅថតទាំងអស់ហើយអាកន្លែងស៊ីកន្លែងចប់កន្លែងស្អីហ្នឹងគឺខ្មែរយើងមិនដែលស្គាល់ទេដូចជា restaurant នៅបូកូនៅកំពង់សោមអីគឺយើងអត់ដែលស្គាល់ទេយើងជាប្រជារាស្ត្រហ្នឹងគឺអត់ដែលស្គាល់ទេស្គាល់តែគេហ្នឹងហើយគេមកប្រាប់យើងថាគេថតកុនទៅហ្នឹងគឺពិភពលោកស្គាល់ខ្មែរមានអូស្ត្រាលីម្នាក់ឈ្មោះ Milton Osborne គាត់និយាយថាសីហនុថតកុនអួតថាបង្ហាញជីវិតរបស់កម្ពុជានិងប្រជាជនខ្មែរអត់ទេអាជីវិតនៅក្នុងកុនសីហនុនឹងខ្មែរអត់ដែលស្គាល់ទេមែនណាខ្មែរណាដែលស្គាល់ស្មាតោកាន់តែញ៉ាត់ជលងអោបគ្នានៅក្នុងកុនហ្នឹងក៏ខ្មែរគេមិនដែលអោបចឹងដែរអ្នកស្រុកអ្នកស្រែគេមានដែលបានអោបគ្នាចឹងឯណាដឹងស្អីទេសេនោះគាត់យ៉ាប់អស់លុយអាលុំស្រុកអាលាយបដោយចប់ណាអាហ្នឹងចឹងហ្នឹងហើយនាងឡាននេះប្តីទិញជូននាងណាហើយឡាននេះសិតឡានរបស់សេនុកនឹងយកមកចាគួរ Lincoln Cadillac អី Rolls Royce អីប្រមូលយកនេះខ្មែរមានដែលមានអាឡានហ្នឹងឯណាខ្មែរជិះអតេកូឡើងក្រិនក្តិតណាអាំងត្រីផ្ទក់ស៊ីនៅតាមវាលស្រែឯងនេះហ្នឹងកំហើយអាហ្នឹងសិតតែសេនុគាត់ producer ណាគាត់ជា director ជា producer ជាអ្នកផលិតហ្មងអត់បានទេអស់លុយមិនស្ទើហើយពី93មកថតទៀតថតអាដែលនឹងទៀតថតទៀតអាហ្នឹងចឹងនេះខ្ញុំសូមជូន2ភាគហ្នឹងចុះហើយជម្រាបលាចាំជួបគ្នាពេលក្រោយខ្ញុំមកមួយរំលងអត្រាដែររកដើរចុះដល់ឡើងផឹកទឹកហាត់ប្រាណបន្តិចណា
ខ្ញុំយល់ហើយបងចន្ទថលគាត់បាននាងមនិចនឹងសេនុគាត់ស្រឡាញ់នាងមនិចមែនគឺពិតជាស្រឡាញ់ក្នុងប្រពន្ធទាំងអស់គ្មានប្រពន្ធណាដែលសេនុស្រឡាញ់ជាងមនិចទេហ្នឹងហើយអីក្រាប់ប៉ុសខ្យល់អីគេហ្នឹងមិនចេះទាំងអានទៀតនោះក្នុងចំណោមប្រពន្ធទាំង6មានតែមួយនឹងទេតែបើកូនច្រើនម្ដាយអាចកំពុងម្ចាស់ម៉ោងនឹងកូនច្រើនប្រពន្ធទាំងអស់កូនច្រើនជាងគេម្ចាស់ម៉ោងដូចជាម្ដាយមីងស្អីនោះម្ដាយមីងស្អីនោះរាប់ទៅត្រូវជាមីងស្អីនោះផងនឹងម៉ែអាចកំពុងនេះកូនច្រើនជាងគេដែលគាត់ស្រឡាញ់ឃើញតែគាត់ស្រឡាញ់ដិតដល់ជាងគេហ្នឹងគឺថាសេនុនឹងស្រឡាញ់មនិចនឹងជាងគេហើយមនិចនឹងស្អាតមែនស្អាតប៉ុន្តែសំឡេងមិនពិរោះទេនាងមនិចសំឡេងគាត់អត់ពិរោះទេតែបើនិយាយពីរូបរាងគាត់គឺពិតជាស្អាតសូម្បីតែគាត់ចាស់ទៅក៏គាត់ស្អាតដែរសពថ្ងៃក៏គាត់ស្អាតដែរនាងមនិចគឺស្អាតតាំងពីដើមមកស្អាតតាំងពី52មកគឺឃើញគាត់ថាស្អាតអញ្ចឹងមែនតែសំឡេងអត់ពិរោះទេរៀងមិនសូវពិរោះមិនមែនសម្ដីអាក្រក់ទេតែសំឡេងគាត់មិនសូវពិរោះទេហើយនៅក្នុងចំណោមប្រពន្ធទាំងអស់អ្នកដែលចេះពិធីការអីជាងគេជាងឯងគឺមនិចនេះឯងមនិចនេះចេះជាងគេក្រៅពីហ្នឹងមិនសូវទេមិនសូវចេះដឹងអីតែប្រហែលទេនឹងគាត់ស្រឡាញ់ជាងគេមែនប៉ុន្តែជីវិតរបស់គាត់យកលុយជាតិតែចាយតលខ្ទេចគាត់ណាដើម្បីរមងតិចរបស់គាត់ហ្នឹងគាត់បំផ្លាញស្រុកចោលណាគាត់មិនសូវនិយាយព្រោះអត់សូវពិរោះសំឡេងមិនសូវពិរោះទេបាទនាងមនិចគាត់ស្អាត she's beautiful even right now she is beautiful ចឹងតែសេនុគាត់រ៉ូម៉ាន់ទិកជាមួយនាងមនិចណាស់រឿងយកចិត្តយកថ្លើមអីខ្ញុំអត់ដឹងទេអានឹងរឿងយើងមើលមិនឃើញខ្ញុំដឹងតែរឿងខាងក្រៅរឿងមើលមិនឃើញមិននិយាយរឿងផ្ទៃក្នុងខ្ញុំអត់ដឹងអត់និយាយកើតណាបាទអញ្ចឹងជម្រាបលាបងប្អូនចាំជួបគ្នាភាគក្រោយទៀតធ្វើតែ2នឹងសិនព្រោះញ៉ាំទឹកហាត់ប្រាណអីបន្តិចជម្រាបលា